បាទ Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទចន្ទាណនទាំងអស់គ្នាបាទអញ្ចឹងនៅវីដេអូនេះគឺខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការបង្កើត username ទៅលើ Telegram អញ្ចឹងគេបង្កើត username បែបម៉េចអញ្ចឹងឥឡូវខ្ញុំសូម log in ចូល Telegram របស់ខ្ញុំដែលសម្រាប់ demo ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងអឺវីដេអូនេះគឺខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាទាក់ទងទៅនឹងរបៀបបងជើងបង្កើតអីគេគឺបង្កើតអឺ Telegram username បាទគឺរបៀបបង្កើត Telegram username អញ្ចឹងអឺគេបង្កើតបែបម៉េច easy បំផុតអញ្ចឹងអ្នកទាំងអស់គ្នាបើក Telegram របស់អ្នកទាំងអស់គ្នាមកឥឡូវឧទាហរណ៍ថាអឺនេះឈ្មោះនេះ xc អឺ ch អញ្ចឹងបើសិនជាយើងអត់មាន username ទេអ្នកផ្សេងគេ search ណាគេ search គឺមិនគឺ search អត់ចេញទេ Telegram មួយហ្នឹង search អត់ចេញទេតតែអឺ save លេខទូរស័ព្ទហើយអឺចូលឆាតទៅបានមានអញ្ចឹង Telegram username វាងាយស្រួលឲ្យយើង search នៅលើនេះកន្លែងនេះអញ្ចឹងយើងចូលមកកាន់អឺមិនវងគឺយើងបើក Telegram មកហើយយើងចូលកន្លែងចែកកន្លែង tray 3ហ្នឹងមកបន្តមកទៀតអឺយើងរកមើលកន្លែងគេដាក់ថាsetting ក៏បានឬក៏ចូលកន្លែងរូប profile នេះក៏បានដែរអញ្ចឹងយើងចូលកន្លែង setting មកបាទអញ្ចឹងកន្លែងនេះគេប្រាប់ឈ្មោះយើងហើយនឹងលេខទូរស័ព្ទរបស់យើងហើយនឹងusername អញ្ចឹងយើងចង់ add username មកយើងចុចមកមានអីបាទអូខេអញ្ចឹងឧទាហរណ៍ថាឈ្មោះខ្ញុំគឺឈ្មោះ HCCH អញ្ចឹងយើងចង់ដាក់ username មិនឲ្យងាយស្រួលចាំឬក៏ឲ្យងាយស្រួល search អញ្ចឹងណាខ្ញុំដាក់ឈ្មោះថាHCCH តាមហ្នឹងកន្លែងនេះគេដាក់ថា this username is too short មានន័យថា username ហ្នឹងគឺខ្លីពេកអត់អាចដាក់បានទេអញ្ចឹងយើងដាក់រាងវែងបន្តិចទៅ168មកឲ្យអត់អូខេវាមានន័យថា this username is available មានន័យថាវាអាចឲ្យបានហើយអញ្ចឹងបើអ្នកទាំងអស់គ្នាគិតថា username ហ្នឹងពេញចិត្តហើយអ្នកទាំងអស់គ្នាអាចចុច save ទៅអូខេអញ្ចឹងខ្ញុំសុំ copy username ហ្នឹងសិនមកហើយខ្ញុំចុច save បាទអញ្ចឹង username របស់យើងគឺមានហើយអញ្ចឹងអឺយើងចង់ធ្វើម៉េចគឺយើងចង់បោះ username ហ្នឹងឲ្យទៅកាន់មិត្តភ័ក្តិរបស់យើងឬក៏ឲ្យណាគេតាម Facebook Messenger ឬក៏តាមអីឲ្យ search ឆាតមកយើងកើតអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចូលទៅកាន់ profile Telegram មួយផ្សេងទៀតអញ្ចឹងខ្ញុំ search មកមិញឈ្មោះអីគេមិញយើងអាចដាក់សញ្ញា add ក៏បានដែរយើងដាក់ add មកដើម្បី search ឈ្មោះ Telegram ហ្នឹងណា add x c c x ហើយវាមានកតុយកតុយ168បាទនេះឃើញអត់ឃើញមានអញ្ចឹងយើងអាចអឺចុចលើហ្នឹងទៅគឺអាចឆាតបានហើយប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ដាក់ username ទេគឺពិបាកក្នុងការរកអញ្ចឹងណាហើយ username ហ្នឹងបើសិនជាយើងដាក់ហើយយើងបោះឲ្យគេអញ្ចឹងតែពេលដែលយើងទៅដូរ username វិញណាយើងទៅដូរ username វិញគឺគេចុចរត់ឃើញឯងមានន័យថា username ហ្នឹងគឺ not found ឯងរត់ឃើញឯងអញ្ចឹងណាបាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងងាយស្រួលសម្រាប់ឲ្យអ្នកទាំងអស់គ្នា search ឲ្យមិត្តភ័ក្តិអ្នកទាំងអស់គ្នា search username បាទអរគុណជួបនៅវីដេអូក្រោយបាយបាយហើយកុំភ្លេច subscribe channel ខ្ញុំបាទម្នាក់មួយផង